hướng bao nhiêu nắng cứ dương dậy tẹt tông cho mùi nào ca dương nơi thọt còn cả nơi thọt còn nó viên mẹ chỉ hướng bao nhiêu to lấy tận tay riêng bao bong để tâm nè để quạt chạy lệch mà dương chẳng cái đấy thà quạt thọt chụp cái khang cả nắng thọt hướng tới là việc hai dương thọt chẳng hai chọc mà hướng hai dương dậy thà ôi bong ơi chụp hướng chơi của thọt á tại dương thọt chọn chẳng dương chụp chung kia dương quên dậy lên năng ngay nhằm ấy chung kia năng pe chọc hướng cái bật camera món á năng bạn dương ăn dậy hướng này dương chụp bật bàn chẳng coi nhằm ấy chung kia tới quạt cò dậy vì nó khai mùi nó khangกับ ปง ឆ្នាំ การនឹងគាត់ថតខ្ញុំផ្លេចបាត់ហើយខ្ញុំអត់ដឹងថាកំឡុងឆ្នាំម៉ានទេដឹងតែឆ្នាំ2000ជាង2000ដឹង2000ម៉ានទេផ្លេចបាត់ហើយតែមិនមែនថ្មីទេអាចនឹងថា8 9ឆ្នាំដែរហើយការហ្នឹងគេថតរឿងបែបកូវីដហ្នឹងចាអត់តអូចឹងខ្ទង់2018អីហ្នឹងខ្ញុំផ្លេចបាត់ហើយរឿងឆ្នាំហ្នឹងអត់ដឹងថាការហ្នឹងគេទៅថតនៅខាងខេត្តកំពង់ឆ្នាំងហ្នឹងរបៀបដូចស៊ីនគេវាមានផ្ទះត្រូវទុកចោលអញ្ចឹងណាប៉ុន្តែផ្ទះហ្នឹងមិនមែនផ្ទះខ្ទមផ្ទះឈើអីជាប្រភេទផ្ទះរៀងផ្ទះថ្មដែរប៉ុន្តែអាហ្នឹងគេហៅផ្ទះថ្មគេមានតែមួយជាន់នេះរបៀបនៅខាងក្រោមយើងមិនមានបន្ទប់មួយហើយនៅខាងលើគេមានជាន់បន្ទប់គេពីរទៀតដល់ពេលនៅខាងលើមានទៀតគេមានរបៀបយ៉ាបគេអត់មានតបូលទេវាមានតែមានហៅណាំងលើហ្នឹងហើយអធិស្ឋានដល់ទាំងអស់គ្នាខ្ញុំអត់សូវស្គាល់ផ្ទះអីទេប៉ុន្តែដឹងថាវាជាប្រភេទផ្ទះថ្មដល់សិនហ្នឹងត្រូវឲ្យតួគាត់ហ្នឹងគាត់រើទៅនៅផ្ទះហ្នឹងវាដូចគេទិញផ្ទះហ្នឹងឬក៏ផ្ទះដែលគេទុកចោលនៅស្រុកស្រែអីចឹងទៅជនបទអីចឹងទៅក៏គេទៅនៅដល់ពេលថ្ងៃទី1ដែលគាត់ចូលថតហ្នឹងផ្ទះហ្នឹងអត់មានម្ចាស់ទេអញ្ចឹងពេលដែលគាត់សុំថតហ្នឹងគឺសុំអ្នកជិតខាងថតដោយសារតែផ្ទះគេហ្នឹងគេទុកចោលអញ្ចឹងណាសុំអ្នកជិតខាងថតអ្នកជិតខាងក៏គាត់អត់មានថាអីដែរថតទៅភ្លើងអីអញ្ចឹងយើងដោតតពីផ្ទះអ្នកជិតខាងមកផ្ទះហ្នឹងអញ្ចឹងណាក៏ថតប៉ុន្តែគាត់ប្រាប់ដែរថាហាមថតដល់យប់ជ្រៅខ្លាំងហាមថតឲ្យយប់ជ្រៅខ្លាំងព្រោះអត់ចង់ឲ្យមានការអំខានទៅដល់ការសម្រានរបស់អ្នកជិតខាងហើយធម្មតានៅស្រុកស្រែតែយប់យើងទៅបើកភ្លើងយើងស្រីកោកកាក់អីមិនកើតព្រោះគាត់សម្រានតាំងពីម៉ោង6 7ម៉ោង7អីនោះសម្រានអស់ហើយកាត់ណាំសម្រានអស់លេងហ្នឹងហើយអញ្ចឹងយើងទៅកោកកាក់យូរអីអត់កើតទេប៉ុន្តែធម្មតារឿងទៅខ្មោចរឿងអីហ្នឹងវាតែមានស៊ីនពេលយប់ច្រើនហើយអញ្ចឹងវាពិបាកក្នុងការឈប់ថតម៉ោង7 8ហ្នឹងតែពេលថ្ងៃទី1ដែលគាត់ទៅថតហ្នឹងគាត់បានរៀបចំសំណែនអីសែនដែរព្រោះផ្ទះទុកចោលយូរអញ្ចឹងយើងមិនចេះតែថតទេតែពេលយើងសែនយើងអីហើយពួកគាត់ក៏ចាប់ផ្ដើមថតដល់ពេលថតទៅថ្ងៃទី1ហ្នឹងមានអារម្មណ៍ថាវាដូចលកម្មលកោសវាទៅដូចអត់ស្រួលអត់វា not going good វារបៀបអញ្ចឹងរបៀបថាពេលដាក់ភ្លើងអញ្ចឹងពេលខ្លះដាច់ភ្លើងអញ្ចឹងទៅពេលខ្លះដាច់ភ្លើងអាភ្លើង monitor ភ្លើងអីនោះវាអត់ឆេះពេលខ្លះបើកាមេរ៉ាទៅវាអត់ឆេះពេលខ្លះថតហើយអត់បាន record និយាយទៅមួយថ្ងៃហ្នឹងគឺមានអារម្មណ៍ថាវាដូចល្អអួលវាទៅអត់កើតហ្មងអស់ពីហ្នឹងតួសំដែងអត់កើតតួមកឡែតបាយទឹកវាថាមួយថ្ងៃហ្នឹងគឺវាត្រូវតែមានឧបសគ្គរហូតដល់យប់អាហ្នឹងថ្ងៃទី1ប៉ុន្តែពួកគាត់អត់បានជួបប្រទេសអីទេថ្ងៃទី1ចូលដល់ថ្ងៃទី3ថ្ងៃទី3អញ្ចឹងទៀតប៉ុន្តែអត់ខ្លាំងដូចថ្ងៃទី1ឯថ្ងៃទី2ហ្នឹងណាដឹងខ្ញុំនិយាយវល់ដល់ថ្ងៃទី2ទី3ហ្នឹងមិញដល់ថ្ងៃទី2ហ្នឹងវាអត់ល្អដូចជាថតរិចឯប៉ុន្តែពេលដែលបិទទៅហ្នឹងអា memory ហ្នឹងវាអត់ជាប់កាមេរ៉ាអត់ជាប់រូបអត់ជាប់អីទាំងអស់នៅក្នុងហ្នឹងណាប៉ុន្តែរិចហើយបានរិចហើយតែអត់ជាប់អត់ដឹងថាមូលហេតុអីទេក៏ថ្ងៃទី2ហ្នឹងគាត់ជួបប្រទះរឿងតែប៉ុណ្្នឹងឯងថ្ងៃទី3បានខ្លាំងពេលព្រឹកឡើងបន្ទាប់ពីយើងថ្ងៃទី2ហើយពេលព្រឹកឡើងយើងមិនទៅថតទៀតគាត់ឃើញដានជើងមនុស្សតែដានជើងមនុស្សហ្នឹងមិនមែននៅតាមដីខាងក្រោមដីខាងក្រោមឬក៏ប្រូណាទាំងអស់គ្នាជើងអ៊ុយមើលក្បាលខ្ញុំព្រឺឡើងមកបោមបានមែនមកហុំដៃឡើងបាមកប៊ីក៏បាដែរបាឆ្កើតយើងសម័យឃើញដានជើងតាមជាងយើងសម័យឃើញអា
វីដេអូយើងតែងឃើញមនុស្សហើយវាខ្មោចដើរតាមជាងគឺកវិហ្នឹងហើយតែគាត់ទៅហ្នឹងអត់មានឃើញមនុស្សឃើញអីទេឃើញខ្មោចឃើញអីទេគឺឃើញតែដានជើងហ្នឹងតាមជាងឡើងលើទេហើយដានជើងហ្នឹងគាត់ថាឃើញមានអាដានជើងរៀងទូចរបៀបក្មេងអាយុដូច8 9ឆ្នាំមាន10ឆ្នាំឡើងមានដានជើងមនុស្សធំឃើញអីចឹងហ្នឹងហើយរបៀបដូចមកគ្រួសារចឹងហើយក៏អត់មានថាចាប់អារម្មណ៍សួរអ្នកភូមិថាផ្ទះនឹងធ្លាប់មានប្រវត្តិមិនអីអត់មានចាអារម្មណ៍សួរទេឃើញដានជើងឡើងលើឆ្ងល់ចុងដានជើងអីគេមិនបានត្រូវទៅឡើងជាងអីអញ្ចឹងក៏គិតថាចោលគិតថាអីអញ្ចឹងណាចោលឲ្យលោថាជើងឡើងអត់ទេពួកគាត់ថតពួកគាត់ថតអីអញ្ចឹងទៅឃើញលោថាចោលវាមកលួចឧបករណ៍លួចភ្លើងលួចខ្សែភ្លើងលួចអីអញ្ចឹងណាធម្មតាបើឃើញដានជើងមកទាំងស្រួលអញ្ចឹងយើងមិនតែគិតរឿងខ្មោចរឿងអីណាយើងគិតរឿងចោលមុនហ្នឹងព្រោះយើងថតកុនតែចោលលួចវាខាតលុយច្រើនក៏គិតចឹងហើយនាំគ្នា clean អាដានជើងហ្នឹងព្រោះតែមានដានជើងជាប់អញ្ចឹងយើងទៅថតមិនកើតអញ្ចឹង clean ដានជើងហ្នឹងដើម្បីថតទៀតថតរហូតមានខ្ញុំផ្លេចបញ្ជាក់ក្នុងនឹងដែរពេលដែលថតធម្មតានៅតាមស្រុកភូមិអញ្ចឹងតែងតែមានបងប្អូនប្រជាជនយើងគាត់ឈរមើលជុំអញ្ចឹងណាគាត់ថាមានមនុស្សប្លែករបៀបឈរមើលមុខរៀងស្លេកស្លាំងរបៀបឈរមើលដូចថ្មងដូចអត់មាននិយាយអីហ្នឹងឯងភ្លុកឲ្យមកមើលរហូតដូចរបៀបបាយទឹកអីអត់នឹកនេះទៅរកស៊ីចុករបៀបមើលរហូតភ្លឹកអញ្ចឹងហើយដូចមានអារម្មណ៍ថាតឯងតែក៏យើងមិនចាប់អារម្មណ៍ដែរយើងគ្រាន់តែគិតថាអ្នកភូមិអ្នកអីព្រោះឃើញគាត់ឈរក្នុងចំណោមមនុស្សក្នុងចំណោមអីអញ្ចឹងណារហូតដល់យប់ថ្ងៃទី3ហ្នឹងគាត់ថតទៅធម្មតាពេលថតហើយទៅដល់ផ្ទះអីវិញហ្នឹងពេលថតចប់ភ្លាមតួគាត់តែងសុំមើលអីថាគាត់លេងសម្ដែងមិនដែរខុសកន្លែងណាអញ្ចឹងថតអីទៀតចឹងប៉ុន្តែនៅក្នុងវីដេអូហ្នឹងអត់មានអីទេគឺឃើញធម្មតាយើងសម្ដែងឯងធម្មតាអីចឹងទៅស្រាប់ដល់ពេលទៅដល់ office វិញហ្នឹងគេដោតអា memory នៅក្នុងអារបៀបដូចត្រាស់គេនៅក្នុងកុំព្យូទ័រអញ្ចឹងគេខ្លាចបាត់អាហ្នឹងអញ្ចឹងណាគឺស្ញាតក៏ត្រាតទីទៀតហ្នឹងហើយខ្ញុំអាហ្នឹងរបៀបដូចបច្ចេកទេសអ្នកថតកូនខ្ញុំពិបាកនិយាយព្រោះតែថាគេដាក់នៅក្នុងមួយដុំទៀតប៉ុន្តែពេលដែលមើលហ្នឹងណានៅលើអាផ្ទះដែលមានឡៅទឿខ្ញុំនិយាយហ្នឹងណាឃើញមនុស្សឈរហ្មងមនុស្សមកគ្រួសារមែនខ្ញុំនិយាយដល់ហ្នឹងខ្ញុំពើទេមែនទេឈរមកគ្រួសារហ្នឹងហើយឈររបៀបថាកាមេរ៉ាធម្មតាយើងអត់ដឹងថាគេថតយកប្រច័នថតយកអីគេថតឡើងលើចារបៀបចឹងគេថតឡើងលើយកមើលផ្ទះយកមើលប្រច័នអីទៅគឺឃើញមនុស្សឈរមកគ្រួសារមានស្រីប្រុសមានកូន2នាក់ឃើញនៅក្នុងហ្នឹងហ្មងឃើញរបៀបស្មោលប៉ុន្តែអត់ស្លៀកពាក់ធម្មតាដូចយើងស្លៀកពាក់ដូចរបៀបតែក៏មិនមែនសម័យបុរាណអាស្លៀកឈៀងស្លៀកអីដែរខ្ញុំមិនដឹងថានៅក្នុងសម័យណាប៉ុន្តែម៉ែណានិគមរាអាចព្រោះមិនមែនកៅដូចយើងតែក៏មិនស្លៀកឈៀងដែរអញ្ចឹងនោះរបៀបដូចកៅផ្លែឈរនៅអាកន្លែងវេរកដាគេនោះរបៀបឈរមើលមកក្រោមតែក៏មិនសន្លឹកសន្លឹងមិនទៅកាយវិការអីកាចដែរគាត់តែឃើញរបៀបអញ្ចឹងណាគេមើលហ្នឹងហើយវាឆ្ងល់ហ៎វាធ្វើអីហ្នឹងវាឆ្ងល់ហ្នឹងហើយអាចថាគេក៏មិនសប្បាយចិត្តនៅក្នុងការឲ្យពួកគាត់ទៅថតដល់ពេលព្រឹកឡើងពួកគាត់ក៏ទៅយកអីវ៉ាន់អត់ថតទេអត់ថតតទៀតទេដោយសារឃើញអញ្ចឹងអាចថាសម្រាប់សិនក៏បានសួរអ្នកជិតខាងសួរអីចឹងទៅបានគាត់ប្រាប់ថាផ្ទះហ្នឹងធ្លាប់គេឃើញអញ្ចឹងរហូតនិយាយថាគេលងទេអីអញ្ចឹងណាប៉ុន្តែក៏មិនទៅធ្វើបាបអ្នកភូមិអ្នកស្រុកទៅលងអីអាក្រក់ខៃដែរកុំឲ្យតាមានណាគេមកពងអាក្រក់ក្នុងផ្ទះហ្នឹងរបៀបដូចចូលទៅលួចអីវ៉ាន់ចូលទៅអីអញ្ចឹងឬក៏មនុស្សចោលជំនឿឈួតអីវាចូលទៅអញនៅក្នុងហ្នឹងដឹងតែគេលងហើយប៉ុន្តែអត់ធ្វើបាបគេអាក្រក់អីលុះត្រាតែយើងហ្នឹងទៅរំខានគេបំណងប្រមាថថ្លែងគេអញ្ចឹងទៅហ្នឹងហើយហ្នឹងជាមូលហេតុដែលអ្នកភូមិអត់ឲ្យពួកគាត់ថតដល់ពេលយប់ដោយសារតែមានរឿងអញ្ចឹងហើយចាប់ពីគាត់ដឹងរឿងហ្នឹងមកក៏គាត់លេងទៅថតផ្ទះហ្នឹងដែរ3ថ្ងៃហ្នឹងគឺចោលលុយរកផ្ទះថ្មីដើម្បីថតស៊ីនឹងឡើងវិញទាំងអស់ចឹងរឿងហ្នឹងគឺចប់តែប៉ុណ្្នឹងឯងអូខេចឹងខ្ញុំមានរឿងតិចដែរជាមួយនឹងរឿងដែលគឺអាជើងលើអញ្ចឹងខ្ញុំចាំបានណាយាយខ្ញុំក៏ធ្លាប់ប្រាប់កាលហ្នឹងផ្ទះគាត់នៅម្ដុំសឹងជ័យមកជំនាលូជំនាទឹកលូហ្នឹងម្ដុំហ្នឹងហើយមកម្ដុំហ្នឹងកាលហ្នឹងផ្ទះយាយខ្ញុំផ្ទះឈើទេ
គាត់ដល់ពេលហើយនៅអញ្ចឹងណាស្រាប់តែនៅមិនជាយូរទេព្រោះគាត់ទៅនៅនឹងបានប្រហែលទេដោយសារតែខ្មោចលងពេកគាត់ឃើញមនុស្សដាក់ស្មៅមនុស្សដើរតាមជាងហ្មងហើយឡងខ្មៅងោឡងខ្មៅហ្មងហើយមានឡងធំឡងដៀងដើរតាមជាងដល់ពេលអស់ពីដើរតាមជាងមានអាមកគោះទ្វារគោះទុំទៅបើកទ្វារមើលអត់មានអីលីងអស់ពីហ្នឹងមានទាំងគោះទ្វារទុងយើងទៅបើកទ្វារមើលណាស្មៅមនុស្សដើរលើជាងហ្នឹងហ្មងដើរលើជាងខាងក្រៅផ្ទះហ្នឹង និយាយចប់សិនចាំឯងត ស្មៅមនុស្សដើរលើជាងហ្នឹងហើយអស់ពីហ្នឹងធម្មតាយើងលឺសលេងយាយខ្ញុំគាត់មានតំណមួយទោះលឺសលេងអីក៏ដោយពេលយប់គឺអត់ឲ្យទៅ ឆ្លើយឆ្លងនិយាយជាមួយទេ ហ្នឹងហើយសេចហៅអូនអើយបងមកហើយបើកទ្វារឲ្យដៃរបៀបដូចក្នុងរឿងអញ្ចឹងណាយាយខ្ញុំក៏អត់ឆ្លើយជាមួយទេគាត់ទៅបើកទ្វារមើលអត់មានអីទាំងអស់ចុះបើឧទាហរណ៍ថាគាត់ឆ្លើយឆ្លងជាមួយគិតថាអាចនឹងមានបានគិតថាអាចនឹងមានរឿងអ្វីកើតឡើងហើយគាត់នៅបានទេគាត់នៅបានដល់មួយខែហ្នឹងអត់បានហ្មងលងយកមែនតើលងដល់អ៊ំប្រុសខ្ញុំឡើងចង់ឈឺ គេលងអត់ឲ្យនៅឬក៏មិន អាចនឹងលងឲ្យនៅព្រោះថាទៅម្ដុំហ្នឹងក៏នឹងវារៀងយើងបាក់និយាយដែរយើងកើតអត់តនៅជំនាន់ហ្នឹងយើងអត់ដឹងថាត្រូវនិយាយថាម៉េចអញ្ចឹងយាយក៏គាត់ដូរផ្ទះទៅនៅម្ដុំគីឡូលេខ4វិញទៅអញ្ចឹងរឿងហ្នឹងវាយើងមានខ្វែងតែប៉ុណ្្នឹងទេ